bạn số sẽ là cuốn cố nàyคือ video ក្នុងការរបៀបក្នុងការបង្កើត QR code សម្រាប់វត្តមានរបស់យើងចឹងនៅពេលដែលចូលក្នុងប្រព័ន្ធ login របស់យើងមកសម្រាប់អ្នកដែលមានសិទ្ធិក្នុងការបង្កើតហ្នឹងពេលគាត់បង្កើតមកនឹងឃើញមាននៅក្នុងវត្តមានបុគ្គលិកនេះនឹងមានប៊ូតុង menu មួយឈ្មោះទីតាំងចុះវត្តមានចឹងនៅទីនេះយើងមាន3ដែលទី1គឺបង្កើត normal QR code ហ្នឹងដែលលោកគ្រូអាចបង្កើតបែបនេះនៅដំបូងចុចលើ add checkpoint នេះនៅពេលដែលចុច add នេះយើងមាន input មួយចំនួនបែបនេះចឹងទី1យើងដាក់ឈ្មោះទីតាំងរបស់ QR code របស់យើងហើយរើសទីតាំងនៅលើ map ទៅឬក៏វាយជា longitude latitude ដែលលោកគ្រូដឹង select ពី Google Map ឬអីចឹងអាចវាយក្នុងនេះបាននៅពេលដែលបង្កើតហើយរក្សាទុកយើងនឹងបាន QR code តាមទីដៅហ្នឹងចឹងហើយសម្រាប់ radius នេះគឺជាទំហំដែល available មានអ្នកនៅក្នុង radius ហ្នឹងគឺអាចអនុញ្ញាតឲ្យ scan QR code នឹងបានហើយមួយទៀតសម្រាប់ក្នុងការចង់បង្កើត QR code នឹងដែរប៉ុន្តែយើងអត់មាន location validation ទេមានន័យថាអាច scan ពីទីតាំងណាក៏បានដោយយើងចុចលើ ignore location validation នេះប៉ុន្តែនៅពេលដែលចុចលើ ignore location validation system តម្រូវឲ្យ input expired one QR code ហ្នឹងមានន័យថា QR code ហ្នឹងនឹងមានកាលបរិច្ឆេទ expire មួយជាក់លាក់ហើយនឹងកំណត់ថាត្រូវមានចំនួនកំណត់ថាតើ QR code ហ្នឹងអាច scan maximum បានចំនួនប៉ុណ្ណាអានេះគឺមុខងារមួយទៀតរបស់យើងហើយសម្រាប់មុខងារនេះយើងអាច link ជាមួយនឹងមុខងារដែល scan ដោយមិនមានចាំបាច់ QR code ហ្នឹងយើងនឹងអាចធ្វើការអនុញ្ញាតឲ្យអ្នកណាម្នាក់អាច scan ដោយគ្រាន់តែ off QR off នៅក្នុង mobile app ខ្ញុំនឹងបង្ហាញបន្តិចទៀតនេះចឹងនៅពេលដែលរក្សាទុកហើយសម្រាប់ location ដែលនៅ normal នេះយើងមានមុខងារមួយទៀតគឺ map mode មានន័យអាចឲ្យលោកគ្រូអាចចុចមើលទីតាំង QR code ទាំងអស់ហ្នឹងនៅលើផែនទីតែម្ដងដែលអាចដឹងថា QR code ហ្នឹងនៅកន្លែងណាខ្លះអញ្ចឹងដែលលោកគ្រូបានដៅជារួមទាំងអស់គ្នាប៉ុន្តែបច្ចៈគឺយើងបង្ហាញតែ QR code ដែលលោកគ្រូបង្កើតនៅក្នុង normal មានន័យអត់ ignore location ទេបើលោកគ្រូបង្កើត QR code ដែល ignore location វានឹង load ចូល tab ignore location ហើយនៅពេលដែល QR code ignore location ហ្នឹងអាចថាវា expire ហើយឬក៏ scan ទៅលើសចំនួនកំណត់ហើយវានឹង load ចូលមកក្នុង tab unusable នេះមាន QR code ហ្នឹងនឹងលែងឲ្យដំណើរការបានហើយបែបហ្នឹង